ពួកអ្នកដែលថាថ្ងៃនេះឬថ្ងៃស្អែកយើងនឹងទៅឯក្រុងណាមួយហើយនឹងនៅស្រុកនោះអស់ដល់ឆ្នាំដើម្បីនឹងរកស៊ីឲ្យបានចំណេញឲ្យបានចំណេញអ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេត្បិតជីវិតអ្នករាល់គ្នាជាអ្វីគឺជាចំហាយទឹកទេតើដែលឃើញតែដុតផ្លែតរួចបានទៅបានទៅគួរតែបាននិយាយដូចនេះវិញថាបើយើងរស់នៅហើយព្រះអង្គចាស់ទ្រង់សពព្រះハរតីនោះយើងនឹងធ្វើការនេះឬការនោះតែឥឡូវនេះអ្នករាល់គ្នាមានសេចក្តីអំនួនអំពីពាក្យអួតអាងរបស់ខ្លួនដូច្នោះហើយគ្រប់ទាំងសេចក្តីអំនួតយ៉ាងនោះសុទ្ធតែអាក្រក់ទាំងអស់ដូច្នេះឯអ្នកណាចេះធ្វើល្អ